2 chônទី 3 ទាញតិចទាញតិចទាញតិចស្វាគមន៍អ្នកទាំងអស់គ្នាដែលចូលមកកាន់ channel YouTube របស់ខ្ញុំមុននឹងឈានចូលទៅដល់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe នៅ channel របស់ខ្ញុំម្នាក់មួយនៅក្នុងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្វែងយល់និងធ្វើលំហាត់ប្រាណមួយចំនួនចំពោះករណីនៃការឈឺចង្កេះនៃការឈឺនៅម្ដុំទគានៃការឈឺនៅពេលដែលយើងឈរច្រើនឬក៏របៀបឈឺចាក់បាទរឿងឈឺចាក់ឬក៏ឈរយូរងាយរោចង្កេះអីជាដើមដែររឿងទាំងអស់នោះវាអាចមានហេតុផលជាច្រើនឧទាហរណ៍ថាការឈឺសាច់ដុំឧទាហរណ៍ការឈឺសរសៃចងឧទាហរណ៍ការឈឺសន្លាក់ឧទាហរណ៍ថាការឈឺនៅម្ដុំឆ្អឹងកងវាអត់មានចលនាបានគ្រប់គ្រាន់នៅពេលដែលយើងធ្វើការច្រើនយើងអង្គុយច្រើនធ្វើឲ្យយើងមានអាការៈតឹងណែននិង stress នៅម្ដុំចង្កេះម្ដុំទគាអីជាដើមនៅពេលនោះយើងគ្រាន់តែមានអារម្មណ៍ថាយើងពុតបាទយើងពុតខ្លួនដូចជាកាច់ចង្កេះលន់សុភុសផុសគ្រីបគ្រូបអីហ្នឹងយើងមានអារម្មណ៍ថាធូរប៉ុន្តែដំណោះស្រាយបែបនេះវាមិនមែនជាដំណោះស្រាយយូរអង្វែងនិងមានស្ថិរភាពរហូតទេបានតែមួយពេលពេលនោះនឹងត្រឡប់ឈឺមកវិញដូច្នេះការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវការរើសយកលំហាត់ប្រាណមកអនុវត្តឲ្យបានត្រឹមត្រូវវាជារឿងប្រសើរនិងជាការព្យាបាលខ្លួនឯងមួយដោយមិនចាំបាច់ការកាច់ចង្កេះដោយខ្លួនឯងដើម្បីបន្ធូរភាពតានតឹងព្រោះការកាច់ហ្នឹងដូចខ្ញុំថាវាគ្រាន់តែជាការបន្ធូរភាពតានតឹងមួយពេលទេប៉ុន្តែដំណោះស្រាយដែលត្រឹមត្រូវគឺការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវនិងការយល់អំពីឥរិយាបថនៅពេលដែលយើងអង្គុយនៅពេលដែលយើងឈរនោះទើបជារឿងត្រឹមត្រូវនិងយូរអង្វែងបាទនឹងមានស្ថិរភាពសម្រាប់យើងទាំងអស់គ្នាដូច្នេះហើយលំហាត់ប្រាណដែលខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាអនុវត្តនៅបន្តិចទៀតនេះគឺមិនមានច្រើនទេគឺ1ឬក៏2តែប៉ុណ្្នឹងឯងទី1ខ្ញុំគ្រាន់តែឲ្យអ្នកទាំងអស់គ្នាសម្រាប់ហើយអ្នកទាំងអស់គ្នាអាចសម្រាប់ដូចខ្ញុំប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាបត់ជើងប៉ុណ្ណឹងបត់ទៅវាអត់មានអារម្មណ៍ថាឈឺទេយើងបត់មកទៀតបាទចុះឡើងបាទធ្វើចុះឡើងមកធ្វើចុះឡើងដើម្បីឲ្យឆ្អឹងកងរបស់យើងនៅម្ដុំចង្កេះហ្នឹងវាមានចលនាវាមាន movement ល្អបាទពុតពេនឲ្យធូរពុតពេនឲ្យស្រួលបាទធ្វើចុះឡើង10ទៅ20ដងហើយសម្រាប់បន្តិចមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចធ្វើដដែលនៅលំហាត់មួយហ្នឹងធ្វើយឺតបាទធ្វើយឺតធ្វើយូរទៅវានឹងមានអារម្មណ៍ថាធូរទៅម្ដងទៀតធ្វើធូរទៅបន្ទាប់មកយើងចាប់អោបជង្គង់របស់យើងទាញមកបាទបើទាញមកអត់ឈឺអីយើងទាញតិចសិនណាតិចធ្វើយឺតដូចខ្ញុំនឹងមកយឺតអូខេយើងអត់ឈឺទេឥឡូវយើងចូលបន្តមកទៀតនៃការធ្វើដូចយើងចាប់ទប់មក twist ចុះឡើងខាងមួយទៀតតិចខាងមួយទៀតយឺតខាងមួយទៀតបាទយឺតតោះយឺតមកអូខេទៀតមកបាទយើងធ្វើប៉ុណ្ណឹងយើងចាប់ផ្ដើមចូលដល់លំហាត់ទី1របស់យើងមិញយើងពុតពេនយឺតយើងពុតពេនទៀតមកយើងពុតពេនដដែលរេមកខាងនេះបាទបន្ថយភាពតានតឹងនៅតំណចង្កេះដើម្បីឲ្យចង្កេះហ្នឹងវាមានអារម្មណ៍ថាធូរស្រាលអូខេបាទបន្ទាប់មកយើងចូលដល់លំហាត់ទី2របស់យើងអោបទាញតិចបាទម្ដងទៀតតិចម្ដងទៀតទៀតបាទតិច
តោះយើងចូលដល់បន្តមកទៀតដាក់ជើងយើងឲ្យស្មើ twist ខាងនេះមកខាងនេះទៀត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 តិចប៉ុណ្ណឹងមកប៉ុណ្នេះមកទៀតប៉ុណ្នេះមកទៀតនេះមកទៀតនេះមកទៀតមកទៀតមើលទៀតតោះយើងសម្រាប់វិលជុំសាថ្មីម្ដងទៀតខាងណាចុះឡើងខាងណាខាងនេះទៀតមកចុះឡើងខាងនេះទៀតអូខេខាងនេះទៀតមកខាងនេះទៀតខាងនេះទៀតនេះទៀតខាងនេះទៀតខាងនេះទៀតខាងនេះទៀតតោះយើងចូលដល់ជុំទី2មកទី2ជុំទី3ទាញតិច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 ទៀតម្ដងទៀតម្ដងទៀតទី3មកពុតពេលម្ដងទៀតមកខាងនេះម្ដងទៀត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 មកម្ដងទៀត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 អូខេចំពោះ3លំហាត់ដែលធ្វើជាប់គ្នានេះគឺជាការបន្ធូរភាពតានតឹងនៅម្ដុំចង្កេះមិនមែនជាការពង្រឹងមិនមែនធ្វើឲ្យមាំនៅម្ដុំចង្កេះទេក៏ប៉ុន្តែធ្វើឲ្យម្ដុំចង្កេះនឹងវាមានចលនាល្អដើម្បីជំរុញលំហូរឈាមទៅកាន់កន្លែងដែលជាប់គាំងបន្ទាប់មកទៀតយើងត្រូវមានលំហាត់ប្រាណពង្រឹង2ឬក៏3បន្ថែមទៀតដើម្បីឲ្យម្ដុំចង្កេះយើងនឹងមាំហើយចំពោះអ្នកទាំងអស់គ្នាដែលមានបញ្ហាឈឺចង្កេះដែលមានបញ្ហាពិបាកដែលមានបញ្ហាងាយចុករោយអ្នកទាំងអស់គ្នាអាចរកលំហាត់ដែលអ្នកទាំងអស់គ្នាទុកចិត្តហើយរកអ្នកដែលប្រាប់លំហាត់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាស្គាល់ឬក៏ទុកចិត្តបានបើសិនជាឧទាហរណ៍ថាមានលំហាត់1ឬក៏2ដើម្បីបំបត្តិការឈឺចង្កេះជាពិសេសគឺការលានឌីគឺត្រូវប្រយ័ត្នប្រយែងព្រោះលំហាត់ប្រាណយើងមិនមែនចេះតែធ្វើចេះតែអនុវត្តទេបាទលំហាត់ប្រាណខ្លះមិនសមស្របទៅនឹងស្ថានភាពរបស់យើងអនុវត្តហើយអាចឈឺលើដើមក៏មានដែរដូច្នេះការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវគឺការធ្វើលំហាត់ប្រាណដែលលំហាត់ប្រាណនោះចេញទៅដោយអ្នកដែលយល់អំពីចលនាទើបអ្នកទាំងអស់គ្នាយកទៅអនុវត្តទៅទទួលបានផលហើយក្នុងវីដេអូនេះបើអ្នកទាំងអស់គ្នាអនុវត្តទៅបានប្រសើរយ៉ាងណាអាច comment បាននៅក្នុងខាងក្រោមបាទអាច comment នៅខាងក្រោមហើយអ្នកទាំងអស់គ្នាមានអាការៈបែបណាអាចនិយាយនៅក្នុង comment ហើយខ្ញុំនឹងធ្វើលំហាត់ប្រាណជូនអ្នកទាំងអស់គ្នាបើសិនបាទអាច comment នៅខាងក្រោមពេលនោះខ្ញុំបាទអាចនៅ comment នៅខាងក្រោមបានជួបគ្នានៅវីដេអូក្រោយនៃវីដេអូលំហាត់ប្រាណបាយបាយ